និភ័យចម្បងទី2ចំពោះការបន្តការឡើងនៃតម្លៃមាសគឺលទ្ធភាពដែលអ្នកវិនិយោគតូចៗបោះបង់លោហៈពណ៌លឿងនេះចោលលោកស្រី Gupta និងលោក Bimen បានមានប្រសាសន៍ថាកុំភ្លេចអ្នកវិនិយោគតូចៗពួកគេក៏បានសម្រុកទៅរកមាសផងដែរអ្នកទិញថ្មីទាំងនេះច្រើនតែបង្កើតមុខតំណែងវិនិយោគដើម្បីការពារហានិភ័យប្រឆាំងទៅនឹងការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយនិងភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ចប៉ុន្តែខណៈពេលដែលគំរូនេះពិតជាបានរួមចំណែកទៅដល់ការកើនឡើងនៃតម្លៃមាសក៏មានទស្សនវិជ្ជាមួយខាងទៀតនៃរឿងនេះផងដែរពួកគេបាននិយាយថាអ្នកវិនិយោគថ្មីអាចបោះបង់មាសបានលឿនដូចពេលដែលពួកគេបានចាប់ផ្ដើមទិញវាដែរប្រសិនបើហានិភ័យភូមិសាស្ត្រនយោបាយថយចុះឬក៏មានឧបករណ៍ការពារហានិភ័យផ្សេងទៀតលេចឡើងភាពប្រែប្រួលនៅចុងខែមករាបានបង្ហាញនៅរូបភាពយ៉ាងច្បាស់មាសបានហក់ឡើង 20% នៅក្នុងមួយសប្តាហ៍មុនពេលដាំក្បាលចុះអត្រាដូចគ្នានៅក្នុងរយៈពេល2ថ្ងៃអ្នកវិនិយោគមួយចំនួននឹងចាត់ទុកព្រឹត្តិការណ៍នេះជាឧទាហរណ៍នៃអ្នកវិនិយោគរយៈពេលខ្លីដែលជាអ្នករុញច្រានតម្លៃដើម្បីពិនិត្យទៅលើអំណះអំណាងនេះអ្នកនិពន្ធបានដាក់ការចូលរួមរបស់វិនិយោគិនតូចបច្ចុប្បន្នទៅក្នុងបរិបទដែលទូលំទូលាយជាងនេះពួកគេបានកត់សម្គាល់ថាសកម្មភាពលក់រាយមានកម្រិតខ្ពស់ក៏ប៉ុន្តែមិនមែនជារឿងហួសហេតុពេកបើធៀបទៅនឹងប្រវត្តិសាស្ត្រការកាន់កាប់តាមរយៈមូលនិធិ ETF ដែលជាតំណាងឲ្យចំណាប់អារម្មណ៍របស់អ្នកវិនិយោគតូចមានចំនួនប្រហែលជា100លានអោនដែលស្មើនឹង 8% នៃការកាន់កាប់របស់ធនាគារកណ្ដាលសកលប៉ុណ្ណោះវានៅតែទាបជាងកម្រិតខ្ពស់បំផុត110លានអោនដែលបានកត់ត្រានៅក្នុងឆ្នាំ2020ហើយទោះបីជាវាអាចកើតឡើងក៏ដោយក៏សកម្មភាពលក់រាយមិនស្ថិតនៅក្នុងទីតាំងដែលអាចកំណត់តម្លៃនៅក្នុងរយៈពេលវែងបានទេហើយមានហេតុផលល្អៗផ្សេងទៀតសម្រាប់អ្នកវិនិយោគតូចនៅក្នុងការរក្សាមាសរបស់ពួកគេឬក៏ទិញបន្ថែមយោងទៅតាមលោកស្រី Gupta និងលោក Bimen បានចង្អុលបង្ហាញថាបន្ថែមទៅលើការការពារហានិភ័យភូមិសាស្ត្រនយោបាយរយៈពេលខ្លីមាសគឺជាឧបករណ៍ធ្វើពិពិធកម្មរយៈពេលវែងវាគឺជាទ្រព្យសម្បត្តិដែលអាចប្រឆាំងទៅនឹងអតិផរណាមានប្រសិទ្ធភាពខ្ពស់នៅក្នុងកំឡុងពេលទីផ្សារធ្លាក់ចុះនិងកាត់បន្ថយភាពប្រែប្រួលនៃផលប័ត្រវិនិយោគទាំងមូលដោយសារតែវាមានទំនាក់ទំនងទាបជាងទ្រព្យសម្បត្តិផ្សេងទៀតកាលពីខែធ្នូឆ្នាំ2025ផ្នែកស្រាវជ្រាវសកលនៃធនាគារ JP Morgan បានលើកឡើងថាតម្រូវការថ្មីពីក្រុមហ៊ុនធានារ៉ាប់រងធំៗរបស់ចិននិងសហគមន៍ Crypto នឹងរុញច្រានតម្លៃមាសឲ្យកាន់តែខ្ពស់នៅក្នុងឆ្នាំ2026